นุษย์យើងគ្រប់គ្នាលះលងទី1ហ្នឹងអត់ទាន់ផុតទេម្នាក់ប៉ងប្រាថ្នានឹងគ្រប់គ្នាញោមខ្លះជួនកាលគ្រាន់តែអុជធូបហ្នឹងណាគ្រាន់តែអុជធូបហ្នឹងមុននឹងយកធូបហ្នឹងយកទៅដុតយកទៅដោតគាត់ធ្វើមាត់ចាប់អូប្រាថ្នាអស់ហើយអាហ្នឹងមិនទៅនិយាយរឿងថាចូលបច្ច័យអីផងអុជធូបតែមួយដើមពីរដើមបីដើមហ្នឹងគាត់ប្រាថ្នាអស់ហើយកើតជាតិណាទៅសុំឲ្យខ្ញុំនឹងមានរូបសម្បត្តិស្រស់ល្អផូរផង់បរោះមើលមកឲ្យសលៀងភ្នែកគ្រប់តែគ្នាសិតចឹងហ្នឹងញោមយាយហើយញោមតាពេលដែលអុជធូបហើយហ្នឹងជួនកាលគាត់ប្រាថ្នាអញ្ចឹងដែរកើតជាតិណាទៅសុំឲ្យនារីហ្នឹងមើលកុំឲ្យព្រៃភ្នែកញ៉ាំមានសម្រស់ស្រស់ផូរផង់ទៅកន្លែងណាសម្បូរបរិវារដល់យាយចេះហ្នឹងហើយតាមួយចំនួនហ្នឹងគាត់តែមិនបើសិនជាយើងមិនចាំបាច់ធ្វើពិធីបុណ្យឆ្លងហ្នឹងទេសួរថាបានដែរអត់ញាតិញោមអើយញាតិញោមអ្នកខាងព្រៃតុបបើសិនជាយើងមិនបាច់ធ្វើបុណ្យឆ្លងតើបានបុណ្យដែរអត់បានទេបើបានហេតុអីចាំបាច់ធ្វើបុណ្យឆ្លងទៀតហ្នឹងហើយឆ្លើយត្រូវទាំងអស់មិនចាំបាច់ធ្វើបុណ្យឆ្លងក៏បានហើយបើបានធ្វើបុណ្យឆ្លងហើយកាន់តែបានបុណ្យច្រើនទៀតណាចម្លើយត្រឹមត្រូវនេះសត្វតអ្នកចេះហើយយមបាសកបាសិកានៅកន្លែងហ្នឹងណាចេះជាងលោកទៀតណាឆ្លើយបានល្អមែនតើណារាល់សមិទ្ធផលដែលយើងកសាងរួចរាល់ហើយហ្នឹងបើសិនជាយើងមិនធ្វើបុណ្យឆ្លងក៏នៅតែបានបុណ្យអញ្ចឹងក្នុងខ្លឹមសារពុទ្ធសាសនាព្រះអនាវរណញ្ញាណជាអង្គម្ចាស់នៃយើងព្រះអង្គទ្រង់ត្រាស់សម្ដែងបញ្ជាក់ថាកំណត់ត្រឹមតែការលះវត្ថុឲ្យចេញផុតអំពីសេចក្តីកំណាញ់លះឲ្យចេញផុតអំពីដៃហើយឲ្យទៅជាទានដរាបណាដរាបនោះឈ្មោះថាបុណ្យបានឆ្លងរួចស្រេចទៅហើយដោយមិនចាំបាច់ធ្វើកិច្ចអ្វីផ្សេងហួសពីនេះទៀតក៏បានប៉ុន្តែពិធីបុណ្យឆ្លងនេះជាប្រវេណីជាទំនៀមទម្លាប់ដែលពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់គប្បីរក្សាទុកឲ្យបានកុំបោះបង់ចោលកុំបំភ្លេចចោលឲ្យសោះពីព្រោះយើងធ្វើនេះទី1ដើម្បីពង្រីកសទ្ធារបស់ពុទ្ធបរិស័ទឲ្យកាន់តែជ្រះថ្លាធ្វើឡើងថែមទៀតទី2ដើម្បីពង្រឹងសាមគ្គីភាពរវាងអ្នកដែលមិនទាន់បានមកចូលរួមចំណែកក្នុងកម្មវិធីបុណ្យហ្នឹងឲ្យគាត់បានរួមចំណែកក្នុងកម្មវិធីបុណ្យហ្នឹងផងបានទទួលចំណែកមគ្គផលដែលកើតចេញពីកម្មវិធីបុណ្យហ្នឹងផងទី3ដើម្បីបំពេញអបរាបរៈចេតនារបស់ខ្លួនឲ្យកាន់តែជ្រះថ្លាឲ្យកាន់តែរីកចម្រើនឡើងថែមទៀតទី4ដើម្បីបានរក្សាប្រពៃណីដ៏ល្អនេះឲ្យបានគង់វង្សថិតថេរនៅយូរអង្វែងពីព្រោះពិធីបុណ្យឆ្លងហ្នឹងនៅក្នុងសម័យពុទ្ធកាលក៏គេធ្វើដែរដូចជាសមិទ្ធផលធំដែលគេកសាងរួចហើយឧទាហរណ៍ដូចជាព្រះវិហារដូចជាសាលាធម្មសភាដូចជាកុដិដូចជាហោត្រៃធំអញ្ចឹងគេតែងតែនាំគ្នាប្រពៃនៅពិធីបុណ្យឆ្លងហ្នឹងជាកិច្ចចាំបាច់ហើយសួរតើហេតុអីបានជាយើងចាំបាច់ធ្វើបុណ្យឆ្លងតើឆ្លងហ្នឹងវាមានអត្ថន័យយ៉ាងម៉េចមានទស្សនៈមតិជាច្រើនបានផ្ដល់និយមន័យហ្នឹងផ្សេងគ្នាមតិខ្លះលើកឡើងថាការឆ្លងហ្នឹងគឺយើងឆ្លងពីបាបទៅបុណ្យចឹងមែនទេញាតិញោមឆ្លងពីទីងងឹតទៅកាន់ទីភ្លឺស្វាងឆ្លងពីពេលភាពទៅកាន់បណ្ឌិតភាពឆ្លងពីទីទាបទៅកាន់ទីខ្ពស់ឆ្លងពីទុក្ខទៅសុខឆ្លងពីត្រៃភពទៅកាន់ព្រះនិព្វាននឹងហៅថាឆ្លងប៉ុន្តែឆ្លងដែលមានសម្ដែងនៅក្នុងគម្ពីរត្រឹមត្រូវនោះគឺយើងឆ្លងនៅលងឆ្លងហ្នឹងមិនមែនឆ្លងអីទេឆ្លងនៅលងញាតិញោម
អន្លងហ្នឹងមិនមែនលងទឹកធម្មតាដែលយើងមើលឃើញដោយម៉ាំងសច្ចៈថុទេលងធម្មតាដែលយើងមើលឃើញដូចជាទឹកអូព្រែកស្ទឹងអីសពបែបយ៉ាងហ្នឹងណាសមុទ្រអ្វីធំអស់ទាំងអស់ហ្នឹងយើងអាចវាស់ស្ទង់ដឹងពីនីវ៉ូទឹកទាំងអស់ហ្នឹងមានចំនួនប្រមាណមានជំរៅប៉ុណ្ណាយើងអាចស្ទង់អាចវាស់បានប៉ុន្តែអន្លង់ដែលព្រះសម្មាសម្ពុទ្ធនៃយើងទ្រង់ត្រាស់សម្ដែងបញ្ជាក់នេះលងនឹងជ្រៅយើងអត់អាចវាស់ដោយបញ្ញាញាណរបស់មនុស្សធម្មតាបានទេណាលងនឹងជ្រៅញាតិញោមដែលព្រះសម្មាសម្ពុទ្ធត្រាស់សម្ដែងបញ្ជាក់ថាមាន4យ៉ាងគឺកាមោខៈលងគឺកាមទិដ្ឋោខៈលងគឺទិដ្ឋិអវិជ្ជោខៈលងគឺអវិជ្ជាភវោខៈលងគឺភព4ហ្នឹងញាតិញោមកាមោខៈលងគឺកាមហ្នឹងយ៉ាងម៉េចកាមៈហ្នឹងប្រែថាបំណងសេចក្តីប្រាថ្នាដែលយើងចង់បានសេចក្តីប្រាថ្នារបស់មនុស្សហ្នឹងមិនមានទីបំផុតទេណាមនុស្សយើងគ្រប់គ្នាលះលងទី1ហ្នឹងអត់ទាន់ផុតទេម្នាក់បងប្រាថ្នានឹងគ្រប់គ្នាញោមខ្លះជួនកាលគ្រាន់តែអុជធូបហ្នឹងណាគ្រាន់តែអុជធូបហ្នឹងមុននឹងយកធូបហ្នឹងយកទៅដុតយកទៅដោតគាត់ធ្វើមាត់ចាប់អូប្រាថ្នាអស់ហើយអាហ្នឹងមិនទៅនិយាយរឿងថាចូលបច្ច័យអីផងអុជធូបតែមួយដើមពីរដើមបីដើមហ្នឹងគាត់ប្រាថ្នាអស់ហើយកើតជាតិណាទៅសុំឲ្យខ្ញុំនឹងមានរូបសម្បត្តិស្រស់ល្អផូរផង់បរោះមើលមកឲ្យសលៀងភ្នែកគ្រប់តែគ្នាសាច់ចឹងហ្នឹងញោមយាយហើយញោមតាពេលដែលអុជធូបហើយហ្នឹងជួនកាលគាត់ប្រថាអញ្ចឹងដែរកើតជាតិណាទៅសុំឲ្យនារីហ្នឹងមើលកុំឲ្យព្រៃភ្នែកណាមានសម្រស់ស្រស់ផូរផង់ទៅកន្លែងណាសម្បូរបរិវារដោយយាយចេះហ្នឹងហើយតាមួយចំនួនហ្នឹងប៉ុន្តែមិនមែនតាខាងព្រៃតុបទេណាតាខាងព្រៃតុបយាយខាងព្រៃតុបសត្វតអ្នកល្អអត់ប្រាថ្នាអញ្ចឹងទេអាហ្នឹងអាត្មាចង់និយាយថាសេចក្តីប្រាថ្នាហ្នឹងកុំថាឡើយរហូតទៅដល់មានទ្រព្យសម្បត្តិធនធានអីយកទៅចូលរួមសូម្បីតែត្រឹមអុជធូបហ្នឹងក៏ប្រាថ្នាដែរមនុស្សយើងវាជាប់ជំពាក់ទៅដោយលួងកាមហ្នឹងសេចក្តីប្រាថ្នាហ្នឹងមានប៉ុណ្ណេះហើយចង់បានប៉ុណ្ណោះធំប៉ុណ្ណេះហើយចង់ធំប៉ុណ្ណោះកាលដែលមិនទាន់មានគិតថាអាត្មាអញបានតែត្រឹមផ្ទះល្វែងមកល្វែងគ្រប់គ្រាន់ហើយអត់ចង់បានអីទៀតទេក៏ប៉ុន្តែអ្នកដែលមានផ្ទះមកល្វែងហ្នឹងហើយមិនមែនតែប៉ុណ្្នឹងឯណាចង់បាន2ល្វែងអ្នកដែល2ល្វែងចង់បាន3ល្វែងអ្នកដែលមាន3ល្វែងចង់បាន4 10 20ល្វែងណាអ្នកដែលមិនទាន់មានលុយកាក់គិតថាមានតែត្រឹម10000 20000ដុល្លារអីប៉ុណ្ណឹងគ្រប់គ្រាន់ណាលែងចង់បានអីទៀតទេក៏ប៉ុន្តែអ្នកដែលវាមាន2 30000ដុល្លារហ្នឹងចិត្តនៅវាអត់មានស្គាល់ទេអត់ស្កប់ស្គាល់លេងញាតិញោមណាចង់បាន4 100000អីថែមទៀតកាលដែលមិនទាន់ធំគិតថាបានត្រឹមសាក់5គ្រប់លេងចង់បានអីក៏ប៉ុន្តែអ្នកបានអំណាចទូទៅទីត្រឹមសាក់5ហ្នឹងមិនមែនឆ្អែតឆ្អន់ទេណាចង់បានឧត្តមសេនីយ៍ត្រីអ្នកដែលបានតំណែងឧត្តមសេនីយ៍ត្រីចង់បានឧត្តមសេនីយ៍តោអ្នកដែលមានឧត្តមសេនីយ៍តោចង់បានឧត្តមសេនីយ៍ឯកបានឧត្តមសេនីយ៍ឯកហើយចង់បានឯកឧត្តមនេះឯកឧត្តមនោះណាចង់បានផ្កាយប៉ុណ្ណេះប៉ុណ្ណោះសេចក្តីប្រាថ្នារបស់សត្វលោកធំធេងណាប្រាថ្នាអត់ជាប់ទេប្រៀបបីដូចមនុស្សយើងផឹកសមុទ្រទឹកប្រៃពេលដែលផឹកទៅឆ្អែតទេញោមផឹកទៅឆ្អែតទេអត់ទេផឹកកាន់តែច្រើនស្រេកកាន់តែខ្លាំងឃើញទេអត់ជាប់ទេអញ្ចឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាលងកាមោខៈនេះជាលងមួយដ៏ជ្រៅដែលសត្វលោកមិនងាយហែលឆ្លងទេនឹងលងទី1លងទី2គឺអវិជ្ជាលងទី2គឺទិដ្ឋោខៈលងគឺទិដ្ឋិការយល់ឃើញប៉ុន្តែការយល់ឃើញក្នុងទីនេះដៅដល់ការយល់ឃើញខុសហ្នឹងញាតិញោមអាចជ្រួតជ្រាបហើយអាត្មាមិនសម្ដែងវែងឆ្ងាយអីទេគ្រាន់តែចង់បញ្ជាក់ថាយល់មេត្តាអត់មានគុណយល់ថាបៃតាអត់មានគុណយល់ថាពុទ្ធសាសនានាំគ្នាគោរពបដិបត្តិទៅអស់ទៅលុយធ្វើឲ្យក្រខ្លួនគ្មានបានប្រយោជន៍អីមកដល់ខ្លួនវិញអីប៉ុណ្ណឹងជាដើមអាហ្នឹងស្ថិតនៅក្នុងមេឆាទិដ្ឋិហើយនៅក្នុងចង្កោមមេឆាទិដ្ឋិអាហ្នឹងវាជាលងជ្រៅមួយទៀតដែលសត្វលោកជាប់ជំពាក់រាល់ថ្ងៃហ្នឹងដល់អវិជ្ជោខៈលងគឺអវិជ្ជា
មិនទៅហៅថាអវិជ្ជាភាពល្ងងខ្លៅមិនដឹងខុសដឹងត្រូវមិនដឹងល្អមិនដឹងអាក្រក់អីសពបែបយ៉ាងហ្នឹងស្ថិតនៅក្នុងអវិជ្ជាហ្នឹងហើយអវិជ្ជាយៈនិវុតោលោកោលោកនេះត្រូវអវិជ្ជាបិទបាំង